បាទសូមជម្រាបសួរដល់អាណាព្យាបាលសិស្សទាំងអស់ដែលមានកូនរៀននៅកម្រិតបឋមសិក្សាហើយក៏សូមជម្រាបសួរដល់លោកគ្រូអ្នកគ្រូហើយនិងបងប្អូនទាំងអស់គ្នាបាទអញ្ចឹងថ្ងៃនេះគឺខ្ញុំនឹងចេញវីដេអូថ្មីមួយទៀតឆ្លើយតបទៅនឹងបងស្រីម្នាក់ដែលគាត់ឲ្យខ្ញុំជួយធ្វើបាទវីដេអូពាក់ព័ន្ធទៅនឹងការប្រឡងប្រចាំខែមិថុនាសម្រាប់ថ្នាក់ទី6បាទមុខវិជ្ជាភាសាខ្មែរចឹងដើម្បីឲ្យបានវីដេអូនេះមើលឃើញគ្រប់គ្នាអញ្ចឹងសូមពុកម៉ែបងប្អូនគ្រូអ្នកគ្រូសិស្សានុសិស្សទាំងអស់បាទពេលបានចូលមើលហើយជួយ share វីដេអូនេះទុកគ្រាន់មើលឬក៏ share ចែករំលែកឲ្យគ្នាបានមើលគ្រប់គ្នាបាទហើយនឹងជួយ Subscribe ខ្ញុំបាទម្នាក់មួយផងដើម្បីនៅពេលខ្ញុំធ្វើវីដេអូលើក្រោយទៀតគឺយើងបានឃើញមុនគេអញ្ចឹងកុំឲ្យខាតពេលវេលាយូរគឺសូមយើងចូលមកកន្លែងប្រព័ន្ធ PLP បាទចូលលើនឹងបាទហើយបញ្ជាក់ប្រាប់ថា PLP កន្លែងនេះគឺជា PLP របស់សិស្សបាទអញ្ចឹងចូលកន្លែងសិស្សណាបាទតទៅទៀតគឺយើងចុចលើឈ្មោះគាត់មកហើយតទៅទៀតគឺយើងចុចនៅលើពាក្យតេស្តក្រោមទៀតយើងចុចប្រឡងចាំខែតទៅទៀតយើងចុចកន្លែងថ្នាក់ទាំងអស់នេះយើងជ្រើសរើសយកថ្នាក់ទី6ហើយបើសិនជាបងអូនចង់ប្រឡងថ្នាក់ទីប្រមាណចុចថ្នាក់ទីប៉ុណ្ណឹងទៅហើយនេះគឺមុខវិជ្ជាត្រូវប្រឡងខែមិថុនាអញ្ចឹងខ្ញុំសូមយកមុខវិជ្ជាភាសាខ្មែរបាទតទៀតមកគឺនេះគឺជាចំនួននាទីនេះគឺជារយៈនេះគឺជាចំនួនរយៈពេលនេះគឺជាចំនួនសំណួរហើយនេះគឺភាគរយជាប់ណាអញ្ចឹងគឺខ្ញុំចូលមកកន្លែងបាទចាប់ផ្ដើមដើម្បីធ្វើការចូលប្រឡងបាទសំណួរទី1ណាខ្ញុំសូមអានអញ្ចឹងសំណួររៀងវែងបន្តិចណាសំណួរនេះណារៀងវែងបាទអញ្ចឹងសូមកុំមើលខានមើលតាមដាប់ដោយទៅបាទអញ្ចឹងក្នុងល្បះមុនចេញទៅសាលារៀនសុភីតែងលើកដៃវ័នទីអ្នកមានគុណដោយក្តីគោរពអញ្ចឹងពាក្យវ័នទីសំដៅទៅលើអ្វីអញ្ចឹងចម្លើយបាទនិយាយលាគ្នាបាទសូមអនុញ្ញាតចេញក្រៅបាទផ្ដល់កម្លាំងចិត្តនិងថ្វាយបង្គំអញ្ចឹងយើងចុចលើហ្នឹងមករួចហើយយើងចុចមកកន្លែងបន្ទាប់បាទសំណួរមួយទៀតគឺយើងចូលមកដល់នេះថាគ្រោះថ្នាក់ចរាចរណ៍ច្រើនកើតឡើងដោយសារអ្នកបើកបរមានការប្រមាថមិនគ្រប់ច្បាប់ចរាចរណ៍តែពាក្យប្រមាថសំដៅលើអ្វីនៅកន្លែងនេះគឺមានថាមានការមានចិត្តអំនួតបាទធ្វើប្រហែសមិនយកចិត្តទុកដាក់ការមើលងាយអ្នកដទៃហើយនិងការប្រើពាក្យសម្ដីមិនសមរម្យអញ្ចឹងកន្លែងនេះគឺគ្រោះថ្នាក់ដោយសារតែការធ្វើប្រហែសអញ្ចឹងយើងចុចបន្ទាប់ទៀតមកហើយតទៅទៀតយើងអានសំណួរបាទសំណួរនេះមកបាទគេថាក្នុងល្បះយើងមិនគួរនិយាយពាក្យបន្ទោសបង្អាប់ឲ្យខូចតម្លៃគ្នាទៅវិញទៅមកឡើយតើពាក្យបន្ទោសបង្អាប់សំដៅលើអ្វីអញ្ចឹងចម្លើយមាន4បាទភាពក្រីក្រលំបាកចំណេះដឹងនិងប្រាជ្ញាការបង្អាប់ការបង្កាច់បង្ខូចកេរ្តិ៍ឈ្មោះបាទឲ្យខូចតម្លៃហើយសេចក្តីសប្បាយអញ្ចឹងយើងយកនេះមកចុចលើហ្នឹងហើយចុចបន្ទាប់បាទចូលសំណួរមួយទៀតយើងអានវាមកបាទក្នុងល្បះការចេះលះបង់នៅសេចក្តីលោភលន់គឺជាការសម្អាតចិត្តឲ្យជ្រះស្រឡះពីកិលេសទាំងពួងអញ្ចឹងថាតើពាក្យកិលេសសំដៅលើអ្វីអញ្ចឹងកិលេសនេះមានថាសេចក្តីសៅហ្មងនៃចិត្តចំណេះដឹងនិងប្រាជ្ញាភាពក្រីក្រលំបាកនិងសេចក្តីសប្បាយរីករាយអញ្ចឹងយើងយកបាទទី1នេះមករួចចុចបន្ទាប់តាមទៀតមកយើងអាននៅសំណួរបន្តទៀតមកបាទអញ្ចឹងគេថាក្នុងល្បះកណូតបើកបរយ៉ាងយឺតតាមដងទន្លេដោយអូសសណ្ដោងទូកបាទដឹកទំនិញអញ្ចឹងពាក្យសណ្ដោងសំដៅលើអ្វីអញ្ចឹងយើងមើលចម្លើយមាន4ការជួសជុលទូកដែលខូចការចងភ្ជាប់គ្នាដើម្បីអូសទាញទៅការរុញច្រានឲ្យទៅមុខហើយនឹងការលើកដាក់ទំនិញអញ្ចឹងយើងយកអានេះមកបាទចុចបន្ទាប់ហើយតទៅទៀតគឺយើងមើលសំណួរបន្តគឺថាក្នុងល្បះយើងប្រារព្ធពិធីបន់មាឃបូជានៅក្នុងវត្តតើពាក្យប្រារព្ធមានន័យ
đôi nâng bị vậy chẳng bị bà rốt nghe này được ấy cứ mũi bà há bầm phán đuôi đá nâng bà mạnh chẳng đừng vô bị đuôi đá chơi bằng toán tòm tiết máu cứ dương trôi một sầm nụ mùi tiết một tí bằng bớ dương ăn vía không là bạc mê phum thì muốn bề sòng từ sốt môn bà dân trông đó lại nắng cứ dương trơ rơ bị ná bị thà thì muốn miền này đôi nâng bị ở vậy đây chắc miền chấm lại buồn chẳng dương mười chấm lại thì mới cứ spy như đó sải hái pro cá nâng chơi chẳng thì muốn cứ trời nâng bị ánh chơi và nó bị xa lục á rồi hãy dương chết bón tọp sắp nô ti bùng bầy dương an má lâm xa với bà dương an lâm xa với má nó là bà ti vót aram chỉ cần lại ngọc ngặt sầm ráp nẹt buộc pía ngọc ngặt miền này tôi nâng bị ấy bà chẳng chờ mơ trường ngúng ủ ó ngặt trứng hay nứng ngặt nghiềm chẳng người vô bị ủ ó quá bộ bị tùy kia ná bà nghiềm ngặt cứ tôi nâng bị ủ ó chạy lửa nắng hay chạy bón sầm nô ti bùng bốn dương an lâm xa với má mà non là bà mai dưới miền chùm nứa thà bề sóng ai bình chún cậu sò đó nhiệt sẵn đán đại bán chạy thang từ bịa cậu sò miền này tươi nâng bịa ấy mà chẳng chịu bơm phỏ bón ông bờ lõ cậu só nắng mà lõ bờ bì chẳng dương dâu bịa cậu sò chạy đến nâng máu hay chạy đến tòm tiết dương chậm đam chỗ đó sầm nô tị động mà dương an vía chỉ biết đại cái pra sầm rạp chìm nú niềm rứ cần sào niếm biển ní chia này mà người ta ní chia này dùng này rồi bỏ ấy chẳng miền sập niêm sầm nú sập niêm chunop nắng sập niêm chừng ỏ chẳng su thà ta bịa đại chìm nú ao niêm rứ cần sào niếm cái xây nè là chẳng cứ cái này cứ giờ dấu bị sập niềm máu hơi chạy bị bằng toán ở dưới châu tây sừng nô tì đập mũi dương an làm xa vía và chẳng biết sầm rạp chừng ó bằng hai nhà vây mùi rư và chùm nô còn sao nếm và rư là bát đại cái ban này giấy bị muốn hai thải hai tháng hai thải và chẳng như miến sấy sập niệm chnom sập niệm sầm nô sập niệm chừng ó hai nắng con niệm chóng chẳng ó lấy dương một ta trời mũi nà và cứ dương gió và sập niệm chóng chẳng ó mà dương man dương hai cho đến nắng hay to mà tiến pro chỉ chôn không mày pro cam gió sasna pro bột chẳng là để cho lại này và pính nhé đôi xa dương miền chùm nứa một mỏm chẳng người vô biển niệm anh ní anu mùi nì chẳng ta vô bị mùi ná tới bụng bình gì bị mùi ná tới bụng bình chẳng dương mơ một đoạn tiền á cái thà bởi chỉ chương mai dưỡng pro cam vô sasna pro bột là mùi nì rồi có ní pro cam sasna bột bởi dân dưỡng đã tha ní đôi xa dương miền chùm nửa một mỏm ní rồi có anh ní mùi ní rồi có mùi ní đôi xa để xa dưới miếng chùm nứ một mỏ mùi ní thì vô bị mùi ní cho đến năng máu bà mày đặt ao chấm đó là bắt đầu ok lột lời bây giờ chạy tới lột mà lời đi nè hay chạy biết bằng tọa ok tóm tiền nói dương cho ta đo sự nô thì đập bấy mà sầm nô thì đập bấy cái tha quạt chỉ có plua bàn tay căn sasna của khỉ chẳng cho nhé ta chứประ sasna ai chứ cái sasna chẳng dương cái tha ta vô mùi nà ní á ní rồi có mùi ní rồi có ní nú rồi có này ní nè nụ chẳng dương tham mùi nà lại chẳng nè ní chưa về Phật Sasna nè nốt chứ này bạn chẳng do này mà bạn chạy bắn tỏ tiền mà tao một tiếng nhom bàn tinh rút chấm lại về Phật bị ỏng chạy tới mà chạy chia
រូបព្រះពុទ្ធទើបតែប្រសូតជារូបព្រះពុទ្ធចូលព្រះនិព្វានអញ្ចឹងនេះគឺថាមួយណាបាទនេះជាបាទរូបពុទ្ធទៅនោះគឺជាបាទអញ្ចឹងយើងគិតថាមួយណាវាមានពាក្យនេះអានេះអានោះអ្នកនេះនោះអានេះអានោះអ្នកនេះអ្នកនោះមួយនេះមួយនោះបាទអញ្ចឹងយើងគិតថាមួយនេះណាមួយនេះជារូបព្រះពុទ្ធបាទឯមួយនោះជាអីជាយើងដាក់នេះមកណាបាទជួយហ្នឹងមកចុចបន់តទៀតយកសំណួរទី15ហើយយើងអានវាមកបាទល្បះនេះគឺជាសៀវភៅអានរបស់មីងខ្ញុំបាទតើពាក្យនេះមានថ្នាក់ពាក្យជាអ្វីអញ្ចឹងនេះជាថ្នាក់ពាក្យអ្វី15ណាបាទថ្នាក់ពាក្យជាមានគឺសព្វនាមចង្អុលគុណនាមចង្អុលនាមហើយនឹងកិរិយាអញ្ចឹងយើងយកពាក្យគុណនាមចង្អុលចុចបន្ទាប់ទៀតមកបាទហើយតមកទៀតយើងចូលសំណួរទី16បាទអញ្ចឹងយើងថាតើនោះពាក្យថានោះតើពាក្យនោះនៅក្នុងល្បះផ្ទះនោះទើបតែសាងសង់រួចរាល់កាលពីខែមុនបាទធ្វើមុខងារជាអ្វីអញ្ចឹងយើងមើលតើជាមុខងារជាអ្វីដែរអញ្ចឹងមានសព្វនាមចង្អុលជានាមរងបាទអញ្ចឹងសព្វនាមចង្អុលធ្វើជាប្រធាននៃល្បះបាទគុណនាមចង្អុលបញ្ជាក់នៃឲ្យកិរិយាសព្ទសាងសង់បាទហើយគុណនាមចង្អុលបញ្ជាក់បាទនៃឲ្យនាមផ្ទះបាទអញ្ចឹងយើងយកមួយណាអញ្ចឹងយើងយកមួយណាឥឡូវយើងគិតមើលថាតើពាក្យអីពាក្យនោះណានៅក្នុងហ្នឹងអញ្ចឹងយើងយកអាក្រោមនេះមកបាទយកអាក្រោមនេះមកចុចលើហ្នឹងហើយចុចបន្ទាប់ហើយតមកទៀតយើងចូលទៅសំណួរមួយទៀតគឺថាម៉េចតើល្បះណាមួយដែលពាក្យនោះដើរតួជាសព្វនាមចង្អុលសួរតើបាទណាមួយអញ្ចឹងមួយទី17របស់ណាមួយលោកពូបានទិញដីនៅខាងមុខនោះហើយខ្ញុំចូលចិត្តញ៉ាំផ្លែស្វាយនោះណាស់ហើយសិស្សម្នាក់នេះរៀនពូកែជាងគេក្នុងថ្នាក់បាទអញ្ចឹងនោះជាឡានរបស់លោកគ្រូនាយកអញ្ចឹងយើងយកមួយណាយើងយកពាក្យសង្គមនេះមកបាទចុចទៅហ្នឹងហើយចុចពាក្យបន្ទាប់បាទហើយតមកទៀតយើងចូលទៅសំណួរមួយទៀតគេថានោះជាកាដូថ្ងៃខួបកំណើតរបស់មិត្តភក្តិខ្ញុំបានជូនតើចម្លើយមួយណាដែលបញ្ជាក់ពីថ្នាក់ពាក្យនិងមុខងាររបស់ពាក្យនោះអញ្ចឹងយើងមើលចម្លើយមានកណ្ដាលក្រោមហ្នឹងបាទគឺសព្វនាមចង្អុលមានមុខងារជាកម្មបត្តិផ្ទាល់របស់កិរិយាសព្ទជាហើយគុណនាមចង្អុលមានមុខងារជាប្រធានណានៃល្បះហើយបាទគុណនាមចង្អុលមានមុខងារបញ្ជាក់លក្ខណៈឲ្យនាមគឺកាដូបាទអញ្ចឹងគុណនាមចង្អុលមានមុខងារជាប្រធាននៃល្បះអញ្ចឹងយើងមើលថាតើមួយណាបាទមួយណាណាអញ្ចឹងយើងយកបាទទី3នេះមកចុចលើហ្នឹងបាទអញ្ចឹងតមកទៀតគឺយើងចូលដល់សំណួរមួយទៀតបាទគេថាពាក្យដែលមានន័យដូចឬប្រហាក់ប្រហែលគ្នាតែមានសំណួរនិងសំណេរខុសគ្នាអញ្ចឹងហ្នឹងគឺជាពាក្យអីអញ្ចឹងយើងជ្រើសរើសនេះអញ្ចឹងបើសំណួរហើយនិងសំណេរខុសគ្នាតើវាយ៉ាងម៉េចដែរគឺពាក្យន័យដូចពាក្យសូរដូចពាក្យន័យផ្ទុយពាក្យភុន័យហើយពាក្យន័យដូចអញ្ចឹងយកពាក្យន័យដូចមកយើងចុចពាក្យបន្ទាប់មកបាទហើយតទៅទៀតយើងជ្រើសរើសនៅសំណួរមួយទៀតពាក្យដែលមានន័យផ្ទុយគ្នាអញ្ចឹងមកដល់សំណួរមួយទៀតគឺមើលពាក្យថាពាក្យដែលមានន័យផ្ទុយគ្នាគឺអញ្ចឹងពាក្យដែលមានន័យផ្ទុយគ្នាណាអញ្ចឹងយើងមើលពាក្យមានន័យផ្ទុយអញ្ចឹងពាក្យផ្ទុយគ្នាគេថាពាក្យសូដូចសូដូចពាក្យន័យផ្ទុយហើយពហុន័យនៃពាក្យពហុន័យហើយនឹងពាក្យន័យដូចអញ្ចឹងបើវាផ្ទុយគ្នាគឺមានថាពាក្យផ្ទុយគ្នាហ្នឹងហើយ
ពួកគេថាពាក្យដែលមានន័យផ្ទុយគ្នាគឺជាអីពាក្យដែលមានន័យផ្ទុយគ្នាន័យវាផ្ទុយគ្នាយើងត្រូវស្ដាប់អត្ថន័យរបស់គេន័យផ្ទុយគ្នាអញ្ចឹងបើន័យផ្ទុយគ្នាមានពាក្យអីពាក្យពហុន័យពហុន័យវាថាន័យវាផ្សេងគ្នាណាអញ្ចឹងយកពាក្យពហុន័យមកចេះបន្តទៀតតមកទៀតយើងចូលទៅចូលសំណួរមួយទៀតណាចូលសំណួរមួយទៀតគេថាគេប្រើប្រាស់ពាក្យដូចពាក្យន័យដូចដើម្បីអីដើម្បីអ្វីណាអញ្ចឹងដើម្បីអីដើម្បីផ្លាស់ប្ដូរប្រភេទពាក្យដើម្បីបំភាន់នៃអត្ថបទដើម្បីពង្រីកល្បះឲ្យបានវែងដើម្បីពន្យល់នៃពាក្យមួយនៅក្នុងល្បះចឹងពាក្យន័យដូចនេះតើយើងគួរដាក់មួយណាណាគឺដើម្បីពន្យល់ន័យយើងយកនេះមកគឺដើម្បីពន្យល់ន័យពាក្យណាមួយក្នុងល្បះមកចេះបន្តតទៅយើងចូលទៅដល់សំណួរមួយទៀតណាអញ្ចឹងក្នុងល្បះពុទ្ធសាសនាដែលល្បីល្បាញលើលោកប៉ុន្តែជំនឿអរូបីមួយចំនួនធ្វើឲ្យតម្លៃសង្គមមានភាពអាប់អោនតើពាក្យមួយណាជាពាក្យនៃផ្ទុយនឹងគ្នាអញ្ចឹងយើងមើលតើពាក្យណាជាផ្ទុយនឹងគ្នាណាអញ្ចឹងយើងមើលក្រុមនេះតើពាក្យមួយណាជាពាក្យផ្ទុយនឹងគ្នាអញ្ចឹងយើងមើលនេះមកអញ្ចឹងព្រះពុទ្ធសាសនាសង្គមហើយសាសនាអរូបីល្បីល្បាញអាប់អោនហើយនឹងជំនឿហ្នឹងអញ្ចឹងយកមួយនេះមកចឹងបន្តអញ្ចឹងតមកទៀតយើងចូលសំណួរមួយទៀតគេថាលោកគ្រូតែងតែទូមាននិងប្រដៅសិស្សានុសិស្សឲ្យខិតខំរៀនសូត្រតើពាក្យមួយគូណាជាពាក្យនៃដូចគ្នាអញ្ចឹងជាមួយពាក្យណាមានន័យដូចគ្នាណាអញ្ចឹងទី1គឺតែងតែឲ្យខិតខំលោកគ្រូសិស្សសាស្ត្រពាក្យនៃដូចកន្លែងហ្នឹងនៅវាខុសគ្នាអត់ត្រូវអញ្ចឹងទូមានប្រដៅនេះខំសិស្សសាស្ត្រយើងយកនេះមកទៅបន្តតមទៀតយើងចូលសំណួរមួយទៀតណាមនុស្សដែលប្រព្រឹត្តអំពើសុចរិតតែងតែទទួលបានផលល្អចំណែកឯអ្នកធ្វើអំពើទុច្ចរិតនឹងត្រូវទទួលទោសតើពាក្យគូណាជាពាក្យនៃផ្ទុយគ្នាអញ្ចឹងយើងមើលនេះផលល្អហើយនឹងទទួលទោសផលល្អទទួលទោសមួយទៀតសុចរិតទុច្ចរិតណាតែចំណែកនេះខ្ញុំយកនេះមកខាត់ពេលហើយតមកទៀតគឺយើងចូលមកដល់សំណួរមួយទៀតព្រះពុទ្ធសាសនាជាសាសនាដ៏ឧត្តមដែលពុទ្ធបរិស័ទគ្រប់រូបមានចិត្តជ្រះថ្លានិងចិត្តណាហើយមុតមមតើពាក្យនៃដូចមួយណាត្រូវបំពេញក្នុងនេះអញ្ចឹងយើងមើលថាយកមួយណាគឺមានពាក្យមន្ទិលសទ្ធាហើយនឹងកង្វល់ហើយសៅម៉ងអញ្ចឹងយកពាក្យមួយណាគឺយកពាក្យសទ្ធានេះមកទៅបន្ទាប់ហើយតទៅចូលសំណួរមួយទៀតគឺខ្មែរយើងមានជំនឿការធ្វើកុសលនាំមកនៅសេចក្តីសុខផ្ទុយទៅវិញការសាងទៅចុចនាំមកនៅទុកទោសតើពាក្យនៃផ្ទុយមួយណាដែលត្រូវបំពេញនេះគឺអំពើល្អអកុសលហើយនឹងសុភមង្គលនិងផលបុណ្យអញ្ចឹងយកនេះមកហើយតមកទៀតអញ្ចឹងយើងមើលនេះមួយទៀតមកគឺល្បះព្រះពុទ្ធទ្រង់បានត្រាស់ដឹងនៅសច្ចធម៌ក្នុងចេញដ៏ល្អដ៏ធំធេងនេះតើពាក្យនៃដូចនឹងពាក្យពិភពលោកត្រូវមួយណាត្រូវបំពេញក្នុងល្បះអញ្ចឹងយើងមើលថាត្រូវមួយអញ្ចឹងយើងយកពាក្យលោកមកចិត្តបន្ទាប់ហើយតទៀតយើងអានខ្លឹមសារវាទាំងអស់នេះអានឲ្យចប់មកឥឡូវខ្ញុំអានឲ្យស្ដាប់ចុះរៀងអត្ថបទរៀងវែងដែរណា
mà chẳng cái áo dưỡng an là bọn lại này chẳng cái tham ấy chùm nước nâng xa sna nực nông pre đi trên chợ Campuchia nực nôngประเทศ Campuchia ប្រជាជនរស់នៅជុំគ្នាដោយមានជំនឿនិងសាសនាខុសៗគ្នារដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជាបានចាត់ទុកព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋប៉ុន្តែប្រជាពលរដ្ឋយើងមានសិទ្ធិគោរពជំនឿនិងសាសនាផ្សេងៗទៀតដោយគ្មានការរើសអើងប្រជាជនយើងខ្លះដែលជាជនជាតិចាមកាន់សាសនាអ៊ីស្លាមហើយពលរដ្ឋខ្លះទៀតមានជំនឿលើគ្រីស្ទសាសនាជនជាតិខ្មែរដើមភាគតិចប្រកាន់ជំនឿតាមទំនៀមទម្លាប់ពីដូនតាគឺជឿលើអ្នកតាជនជាតិចិននិងជនជាតិវៀតណាមក៏មានប្រពៃណីមកទំនៀមទម្លាប់ដោយឡែករបស់ខ្លួនដែរការគោរពសាសនាផ្សេងគ្នាមិនមែនជាឧបសគ្គដល់ការរស់នៅឡើយព្រោះគ្រប់សាសនាសុទ្ធតែអប់រំមនុស្សឲ្យធ្វើអំពើល្អនិងមានសីលធម៌ល្អក្នុងការរស់នៅនិងមានសេចក្តីករុណាចំពោះអ្នកដទៃក្នុងសង្គមក្នុងសហគមន៍មួយទោះបីជាគ្រួសារនីមួយៗបាទទៅគោរពបូជានៅទីកន្លែងខុសៗគ្នាក៏ដោយក៏ពួកគេតែជួយគ្នាទៅវិញទៅមកក្នុងគ្រាមានអាសន្ននិងចូលរួមក្នុងពិធីបុណ្យជាតិបាទជាមួយគ្នាយ៉ាងរីករាយការគោរពសិទ្ធិសេរីភាពខាងជំនឿនិងសាសនាជាគ្រឹះដ៏សំខាន់ក្នុងការបង្កើតសាមគ្គីភាពនិងសន្តិភាពនៅក្នុងសង្គមនៅពេលយើងយល់ដឹងនិងផ្ដល់តម្លៃដល់ការគោរពជំនឿនិងសាសនារបស់អ្នកដទៃទោះយើងនឹងអាចជៀសវាងបាននៅចំនួនផ្សេងហើយធ្វើឲ្យវប្បធម៌នៅក្នុងសហគមន៍កាន់តែមានភាពសម្បូរបែបសំណួរតើពុទ្ធសាសនាមួយណាដែលជាសាសនារបស់រដ្ឋបាទនៅក្នុងព្រះរាជាកម្ពុជាអញ្ចឹងយើងដាក់មកចាំមើលមួយណាគឺមានជំនឿប្រពៃណីតាំងពីដូនតាហើយមួយទៀតសាសនាអ៊ីស្លាមសាសនាពុទ្ធសាសនាគ្រីស្ទអញ្ចឹងយើងយកសាសនាពុទ្ធមកជាបន្ទាប់បាទតទៀតខ្ញុំខ្ជិលអានអត្ថបទនឹងឡើងវិញហើយខ្ញុំមើលសំណួរតើជនជាតិណាកាន់សាសនាអ៊ីស្លាមអញ្ចឹងជនជាតិដែលកាន់សាសនាអ៊ីស្លាមយើងមើលមកនេះជនជាតិខ្មែរបាទដើមភាគតិចជនជាតិចិនជនជាតិវៀតណាមជនជាតិចាមអញ្ចឹងយើងជនជាតិចាមមកបាទអញ្ចឹងខ្ញុំអត់អានខ្លឹមសារទេខ្ញុំអានសំណួរទេតើប្រជាជនខ្មែរដើមភាគតិចមានជំនឿលើអ្វីដែលជាការប្រកាន់តាំងពីដូនតារបស់ពួកគេអញ្ចឹងជំនឿលើការរើសអើងជំនឿលើអ្នកតាជំនឿលើជាសាសហើយជំនឿលើចំនួនអញ្ចឹងយកនេះលើអ្នកតាទៅបន្តទៀតមួយសំណួរមួយទៀតបាទអញ្ចឹងគ្រប់សាសនានៅក្នុងលោកបានអប់រំទូមានបាទដល់មនុស្សដូចនេះខ្លះអញ្ចឹងយើងមើលមកចម្លើយគឺមាន4ដែរនេះអប់រំមនុស្សអប់រំប្រជាពលរដ្ឋឲ្យគោរពនៅរដ្ឋធម្មនុញ្ញអប់រំមនុស្សឲ្យមានជំនឿលើសាសនាតែមួយអប់រំមនុស្សឲ្យធ្វើអំពើល្អសិលធម៌និងសេចក្តីករុណាអញ្ចឹងអប់រំប្រជាពលរដ្ឋឲ្យរស់នៅបានល្អអញ្ចឹងយកអ្នករសានឹងអត្ថបទយើងមាននឹងដែរហើយមួយសំណួរមួយទៀតគេថាម៉េចនេះហេតុអ្វីបានជាការគោរពសាសនាខុសគ្នាមិនមែនជាឧបសគ្គដល់ការរស់នៅរបស់ប្រជាជនកម្ពុជាអញ្ចឹងយើងមើលព្រោះគ្រប់ជនជាតិមិនដែលជួបគ្នាឬផ្សាយតងគ្នាបាទព្រោះសាសនាទាំងអស់មានពិធីបុណ្យដូចគ្នាទាំងមានពិធីបុណ្យដូចគ្នាទាំងស្រុងមួយទៀតព្រោះគ្រប់ជនជាតិបង្ខំនេះព្រោះគ្រប់ជនជាតិបង្ខំចិត្តគោរពតាមច្បាប់រដ្ឋធម្មនុញ្ញហើយចុងក្រោយព្រោះគ្រប់សាសនាសុទ្ធតែអប់រំមនុស្សឲ្យធ្វើអំពើល្អនិងសិលធម៌យកក្រមនេះមកចុះបន្តតើទីមួយសំណួរមួយទៀតគេថា clear ដ៏
ណាឃ្លាគ្រឹះដ៏សំខាន់ក្នុងការបង្កើតសាមគ្គីភាពក្នុងអត្ថបទនេះចង់មានន័យដូចមិនដេចអញ្ចឹងយើងមើលចម្លើយការចូលរួមក្នុងការធ្វើពិធីបុណ្យសាសនារបស់ខ្លួនឯងមកការផ្ដល់តម្លៃនិងការគោរពសិទ្ធិសេរីភាពខាងជំនឿរបស់អ្នកដទៃការកសាងការសាងសង់ទីកន្លែងបូជាឲ្យបានឆ្លាតក្នុងសាសនាការតម្រូវគ្រប់គ្នាការតម្រូវឲ្យគ្រប់គ្នាមានជំនឿលើដទៃអញ្ចឹងយើងយកអានេះមកសេរីភាពនេះបាទមកចូលតើហើយតទៅទៀតយើងមើលទៅសំណួរនេះប្រសិនបើសហគមន៍ខ្វះការយល់ដឹងនិងមិនផ្ដល់តម្លៃលើជំនឿសាសនារបស់អ្នកដទៃតើនឹងមានអ្វីកើតឡើងយោងតាមការឆ្លុះបញ្ចាំងពីអត្ថបទនេះអញ្ចឹងមានកើតឡើងអញ្ចឹងទី1គឺសហគមន៍នឹងមានសាសនាតែមួយគត់នៅដែលនៅសល់ទី2បាទសង្គមនឹងបាទអញ្ចឹងយើងមើលសំណួរបាទគេថាប្រសិនបើសហគមន៍ខ្វះការយល់ដឹងនិងមិនផ្ដល់តម្លៃឲ្យជំនឿសាសនារបស់អ្នកដទៃបាទអញ្ចឹងសូមអានសំណួរប្រសិនបើសហគមន៍ខ្វះការយល់ដឹងនិងមិនផ្ដល់តម្លៃដល់ជំនឿសាសនារបស់អ្នកដទៃតើនឹងមានអ្វីកើតឡើងយោងតាមការឆ្លុះបញ្ចាំងពីអត្ថបទនេះអញ្ចឹងចម្លើយមានក្រុមនេះអញ្ចឹងយើងមើលចម្លើយវាសហគមន៍នឹងមានសាសនាតែមួយគត់ដែលនៅសល់ទី2សហគមន៍នឹងមានសន្តិភាពខ្លាំងជាងមុនទី3សហគមន៍នឹងមានចំនួនហើយបាត់បង់ភាពសម្បូរបែបនៃវប្បធម៌ទី5ទី4នេះគឺបាទសហគមន៍នឹងคล้ายទៅជាកន្លែងដែលគ្មានជំនឿទាល់តែសោះអញ្ចឹងយើងយកទី3នេះមកបាទចេះបន្ទាប់បាទអញ្ចឹងខាងនេះខ្ញុំសូមអានវាទាំងស្រុងឡើងវិញអញ្ចឹងសូមអានវាបាទអញ្ចឹងយើងមើលណាគេថាពិធីបុណ្យសាសនានេះបាទពិធីបុណ្យសាសនានិងតម្លៃអប់រំក្នុងសង្គមអញ្ចឹងយើងមើលកន្លែងនេះសិនបាទមើលនេះបាទអញ្ចឹងយើងមើលមកចប់វាមកហើយចាំមើលសំណួរតាមក្រោយបាទអញ្ចឹងយើងមើលកន្លែងឈ្មោះពិធីបុណ្យគឺមានពិធីបុណ្យបូជាដែលពេលជំនឿគឺព្រះពុទ្ធសាសនាគឺមានជំនឿលើពុទ្ធសាសនាណាហើយសកម្មភាពគឺពុទ្ធបរិស័ទនាំគ្នាដង្ហែបតិសិនជុំវិញព្រះវិហារនិងប្រគេនយីគូទេយទានដល់ព្រះសង្ឃហើយមួយទៀតនេះបាទពិធីបុណ្យរាមាជនណាបាទអញ្ចឹងជំនឿគឺសាសនាអ៊ីស្លាមហើយសកម្មភាពគឺសាសនាអ៊ីស្លាមទាំងអស់តមអាហារនិងទឹកបាទនៅពេលថ្ងៃរយៈពេល1ខែពេញហើយបន់មួយទៀតគឺបន់ណូអែលអញ្ចឹងជំនឿគឺគ្រិស្តសាសនាហើយសកម្មភាពបាទគ្រិស្តសាសនារៀបចំដើម្បីគ្រិស្តសាសនាជួបជុំគ្រួសារបាទជាច្រៀងចម្រៀងហើយនឹងកាដូបាទគ្នាអញ្ចឹងអានេះគឺសាសនាគ្រិស្តសាសនាដល់ពេលចុងក្រោយនេះគឺពិធីសែនអ្នកតាអញ្ចឹងជំនឿគឺមកប្រពៃណីដូនតាអញ្ចឹងយើងមើលសកម្មភាពណាសកម្មភាពបាទអញ្ចឹងអ្នកភូមិជួយគ្នារៀបចំសក្ការៈបូជាសែនព្រេនតាមអាស្រមអ្នកតានៅក្នុងសហគមន៍អញ្ចឹងយើងមើលចម្លើយណាមើលសំណួរបាទមើលសំណួរគេថានៅក្នុងពិធីបុណ្យបូជាតើព្រះពុទ្ធតើពុទ្ធបរិស័ទមានសកម្មភាពអ្វីខ្លះអញ្ចឹងយើងមើលនេះសកម្មភាពអីខ្លះណាអានេះគឺការតមហានិងទឹកបាទរយៈពេលថ្ងៃពេញ1ខែហើយមួយទៀតគឺដង្ហែបតិសិនជំវិញព្រះវិហារនេះបាទប្រគេនទេយទានដល់ព្រះសង្ឃហើយមួយទៀតគឺរៀបចំដើមគ្រីស្មាស់ដើមគ្រីស្មាស់ណានិងជូនកាដូគ្នាហើយនេះគឺជួជុំរៀបចំសក្ការៈបូជាសែនព្រេនតាមអាស្រមអញ្ចឹងនេះចម្លើយត្រឹមត្រូវ
ចុចបន្ទាប់ហើយអត់អានទៀតទេខ្ញុំអានតែសំណួរទេបាទអញ្ចឹងតើពិធីបុណ្យមួយណាដែលសាសនិកត្រូវតបអាហារនិងទឹកនៅពេលថ្ងៃអញ្ចឹងយើងបានអានរួចហើយគឺមានតែសាសនាមួយទេគឺគេសួរថាតើបុណ្យមួយណាណាតើបុណ្យមួយណាខ្ញុំច្រឡំតើបុណ្យមួយណាគឺបុណ្យនេះបាទអញ្ចឹងខ្ញុំជិះអានច្រើនទៀតហើយព្រោះយើងអានរួចអស់ហើយចុចលើនឹងមកទៅតមទៀតតើជំនឿប្រពៃណីដូនតាត្រូវនឹងបុណ្យឬពិធីសែនព្រេនមួយណានេះយើងអំពីជំនឿងមនេះបាទអញ្ចឹងត្រូវនឹងមួយណាអញ្ចឹងយើងមើលមកនេះគឺត្រូវនឹងពិធីអីបាទពិធីសែនអ្នកតាអញ្ចឹងយើងដាក់នឹងមកតទៅទៀតយើងមើលនេះហេតុអ្វីបានជាការដង្ហែប្រតិសិននិងប្រគេនទេយ្យទានក្នុងពិធីបុណ្យមេបូជាចាត់ទុកជាការអប់រំផ្លូវចិត្តចម្លើយបាទព្រោះវាជួយកាត់បន្ថយការចំណាយគ្រួសារព្រោះវាបង្ខំឲ្យអ្នកភូមិបោះបង់ជំនឿដូនតាបាទព្រោះវាដាស់តឿនបាទចិត្តឲ្យធ្វើអំពើល្អនិងស្អាតស្អំព្រោះវាជាឱកាសដែលកំសាន្តជំវិញជាមួយពួកអារាមអញ្ចឹងចំណុចនេះគឺនេះបាទចុចបន្ទាប់បាទហើយតមកទៀតគឺយើងមើលសំណួរគេសួរថាហេតុអ្វីបានជាពិធីសែនអ្នកតាបង្កើតសាមគ្គីភាពរវាងអ្នកភូមិនិងអ្នកភូមិបានអញ្ចឹងយើងមើលណាពីព្រោះបាទអ្នកភូមិត្រូវជួបជុំគ្នារួមគ្នារៀបចំសក្ការៈបូជាសែនព្រេនក្នុងសហគមន៍ព្រោះអ្នកភូមិម្នាក់ត្រូវសម្អាតចិត្តឲ្យបរិសុទ្ធមិនឲ្យខឹងបាទមិនឲ្យខឹងនឹងគ្នាព្រោះមានការចែកលុយកាក់ស្មើគ្នាដល់អ្នកភូមិទាំងអស់ពីសំណាក់អ្នកតាព្រោះអ្នកភូមិទទួលបានកាដូនិងដើមគ្រីស្មាស់ស្អាតពីអ្នកតាអញ្ចឹងយើងមើលចម្លើយមួយណាបាទអញ្ចឹងចម្លើយដែលយើងសង្ស័យគឺមានតែ2ទេនេះណាបាទមានតែ2ទេទី1គឺយើងមើលចម្លើយវាឲ្យច្បាស់ណាមុននឹងយើងដាក់ធីកព្រោះអ្នកភូមិត្រូវជួបជុំរួមគ្នារៀបចំសក្ការៈបូជានិងសែនព្រេននៅក្នុងសហគមន៍នេះទី1ហើយទី2គឺថាពួកអ្នកភូមិម្នាក់ត្រូវសម្អាតចិត្តឲ្យស្អាតបរិសុទ្ធអញ្ចឹងទៅកុំឲ្យខឹងគ្នាអញ្ចឹងនេះចំណុចត្រឹមត្រូវគឺនេះណាបាទចូលរឿងហ្នឹងមកហើយមួយទៀតយើងមើលសំណួរគេតើក្នុងពិធីសែនតើនៅក្នុងពិធីនេះតើពិធីបុណ្យនៃសាសនានិងជំនឿខុសៗគ្នាមានតម្លៃអប់រំដូចម្ដេចសម្រាប់បណ្ដុះសង្គមមនុស្សអញ្ចឹងយើងមើលសំណួរគេឲ្យយល់ណាតើពិធីបុណ្យនៃសាសនានិងជំនឿខុសៗគ្នាមានតម្លៃអប់រំដូចម្ដេចសម្រាប់បណ្ដុះសង្គមមនុស្សអញ្ចឹងយើងមើលចម្លើយមាន4ការប្រកួតប្រជែងគ្នាថាជាសាសនាមួយមានអ្នកចូលរួមច្រើនជាង2ការតម្រូវឲ្យមនុស្សគ្រប់រូបត្រូវតែជូនត្រូវតែដូរជំនឿទៅគោរពសាសនាទាំងអស់នៅក្នុងពេលតែមួយបាទអញ្ចឹងការបង្ហាញពីពហុបង្ហាញភាពហឺហាផ្នែកចាស់ទៅមើលទៅដូចជាជាប់អក្សរទាំងអស់អញ្ចឹងការបង្ហាញភាពហឺហានិងការចំណាយលុយកាក់ច្រើនក្នុងការរៀបចំបុណ្យហើយការបង្រៀននេះក្រោមគឺការបង្រៀនមនុស្សឲ្យចេះចែករំលែកមានមេត្តាករុណានិងរស់នៅដោយសន្តិភាពជាមួយគ្នាគឺអាក្រោមហ្នឹងចូលនឹងមកចប់អញ្ចឹងបើចប់ហើយបងប្អូនចុចពាក្យបញ្ជូននៃចម្លើយនេះណាបើសិនតែគិតថាខ្ញុំឆ្លើយទៅមិនទាន់ត្រូវទេគឺអាចចុចថយក្រោយនេះវិញបានណាអូខេឥឡូវគូសុំបញ្ជូនចម្លើយបាទអញ្ចឹងគេសួរយើងថាតើការបញ្ជូនចម្លើយការបញ្ជូនចម្លើយតើអ្នកពិតជាចង់បញ្ជូនចម្លើយបាទមែនទេ
អ្នកមិនអាចកែប្រែចម្លើយបានទេបន្ទាប់ពីបញ្ជូនរួចអញ្ចឹងវាមានបោះបង់ហើយនឹងការបញ្ជូនអញ្ចឹងបោះបង់នឹងយល់ព្រមអញ្ចឹងលោកគ្រូចុចពាក្យយល់ព្រមដែរហ្នឹងណាចុចអូខេចប់អញ្ចឹងគឺចប់ហើយចាំមើលទីទៀតវានឹងលោតបន្ទុកឲ្យយើងណារងចាំបន្តិចសិនទៅបាទនេះរងចាំទៅប្រព័ន្ធថាប្រព័ន្ធកំពុងត្រួតពិនិត្យចម្លើយហើយគេប្រាប់យើងថាសូមរងចាំមួយផ្លែតលទ្ធផលរបស់អ្នកនឹងបង្ហាញក្នុងពេលឆាប់ៗនេះចាំរងចាំ